នៅពេលថ្ងៃលិចអូខ្យល់កំពុងបក់ស្រាលហើយលីណាកំពុងតែរងចាំថ្ងៃបញ្ចេញភ្លើងអណ្ដាតផ្ទុះពេលភ្លើងដំបូងភ្លឺឡើងអស់សំណោចរបស់លីណាកាត់ឡើងព្រោះមានវិញ្ញាណតូចមួយបង្ហាញខ្លួនពីក្នុងភ្លើងតាម៉ាបង្ហាញភ្លៅអាត់កំបាំងដែលស្ថិតឡើងលើមេឃតំណាងដោយភ្លើងអណ្ដាតភ្លឺឲ្យលីណាដើរតាមលីណាដើរលើភ្លើងអណ្ដាតដែលរត់នៅលើមេឃខណៈតាម៉ាអមដំណើរយ៉ាងស្ងប់ស្ងាត់ពួកគេមកដល់បឹងពន្លឺច័ន្ទដែលភ្លើងអណ្ដាតកំពុងអណ្ដាតលើទឹកដ៏ស្រស់ស្អាតតាមរយៈទឹកមុនអ្នកចាស់សូរីបានបង្ហាញខ្លួនដើម្បីផ្ដល់ដំបូន្មានដល់លីណាភ្លើងអណ្ដាតមួយដែលភ្លឺចែងចាំងបានកើតឡើងពីបឹងហើយលីណាកាន់វាដោយមនសិការភ្លើងរាប់ពាន់បានហោះឡើងលើមេឃបង្កើតពន្លឺដ៏អស្ចារ្យដែលធ្វើឲ្យលីណានិងតាម៉ាសប្បាយចិត្តពន្លឺព្រលឹមចាប់ផ្ដើមរះខណៈលីណានិងតាម៉ាកំពុងតែត្រឡប់ទៅភូមិវិញភូមិត្រូវបានពន្លឺព្រលឹមបំភ្លឺហើយលីណាប្រុងប្រយ័ត្នកាន់ភ្លើងអំណាចថ្មីរបស់នាង